ទូរស័ព្ទរបស់ខ្ញុំថតថ្ងៃរៀបលិចឃើញណាបងប្អូននោះថ្ងៃរៀបលិចណាអញ្ចឹងគឺយើងថតឃើញបងប្អូនបាទហើយបាទស្ដីបងប្អូនឥឡូវយើងមកស្រែនេះអូយឆ្លាស់មុខឆ្លាស់មាត់បងប្អូនអើយឡើងឆ្វាចហ្មងទេសភាពបាទហើយនេះទេសភាពមកពីក្រោយសិតទៅស្រូវខ្សែគេបងប្អូននេះគេមានដាំចន្ទីដាំអីអញ្ចឹងណាហើយនោះថ្ងៃរៀបលិចបងប្អូននោះថ្ងៃរៀបលិចបងប្អូនហើយនេះអ្វីដែលចង់ឲ្យបងប្អូនឃើញនោះលុយសុតបងប្អូនលុយសុតមកមិនថោកទេណាបងប្អូនឥឡូវក៏3គោឥឡូវថ្លៃខ្ញុំនៅសល់តិចតួចដែរអញ្ចឹងណាបងប្អូនហើយនេះស្អាតបងប្អូនអើយស្អាតណាលុយសុតហ្មងហើយទេសភាពល្ងាចស្មាននេះគឺ refresh ហ្មងបាទហើយនោះថ្ងៃរៀបលិចបងប្អូននោះថ្ងៃរៀបលិចបាទទេសភាពស្មាននឹងស្អាតបងប្អូនអើយស្អាតហើយនោះថ្ងៃរៀបលិចមកនោះបងប្អូនឥឡូវខ្ញុំនាំបងប្អូនឲ្យមើលថ្ងៃបន្តិចទូរស័ព្ទរបស់ខ្ញុំថតថ្ងៃរៀបលិចឃើញណាបងប្អូននោះថ្ងៃរៀបលិចអញ្ចឹងគឺយើងថតឃើញបងប្អូនបាទហើយនៅនេះបងប្អូនឃើញគឺទេសភាពគឺវាស្រែវាល្វឹងបងប្អូនហើយអញ្ចឹងរដូវកាលហ្នឹងគឺគេចាប់ផ្ដើមភ្ជួរព្រោះបដាហើយបងប្អូនជួរបដាតិចទៀតហ្នឹងអានេះថ្លៃជីហើយបងប្អូនគេអាចជួរឡើងវិញគុំភ្លឺអញ្ចឹងទៅគឺគេបាច់ស្រូវបាទយើងបងប្អូនមើលអញ្ចឹងវីដេអូនេះគឺវីដេអូកំសាន្តលេងទេបាទខ្ញុំដើរមកវាខ្សែអតីតដែលយើងធ្លាប់ធ្វើពីមុនមកយើងនឹករលឹកខ្លះអញ្ចឹងណាបងប្អូនប៉ុន្តែនេះគឺ3គោអីគឺគេឡែងអញ្ចឹងណាបងប្អូនព្រោះអីអត់តន់ដល់រដូវកាលឲ្យគេត្រូវមើលទេអញ្ចឹងគេឡែងសិនហើយបងប្អូនឃើញគឺថតណាគោគឺថតមែនតើសិតតែសាច់ហ្មងបងប្អូនថតណាអញ្ចឹងចាំមើលខ្ញុំស៊ូមឲ្យបងប្អូនឃើញក្នុងវីដេអូនេះឲ្យកាន់ច្បាស់បងប្អូនបាទគឺធំណាស់បងប្អូនអើយហើយឥឡូវទីផ្សារហាងឆេងគឺថ្លៃមិនថោកដូចកាលមុនទេបងប្អូនកាលមុនថោកគោអីគឺថោកមែនតើមួយអីអត់ដល់1លានទេកាលមុនណាដូចមេប៉ុណ្ណោះអីត្រឹម80ម៉ឺនអីតិចតួចអីយើងអាចទិញបានប៉ុន្តែឥឡូវមិនបាច់លក់បងប្អូនសើ1លានខាសឥឡូវបើនិយាយរឿងកបីវិញមិនបាច់ទេមួយ3លានជាងឥឡូវគឺថ្លៃឡើងថ្លៃសាហាវមែនតើឥឡូវចឹងមិនថាខ្ញុំមកថ្ងៃនៅតិចតួចដែរនៅ3 4ដែរវាអត់ច្រើនទេបងប្អូនអើយកាលពីសាមុនគឺខ្ញុំខាតបាទទិញយកមកចិញ្ចឹមគឺខាតរៀងច្រើនដែរបាទដល់ពេលយើងលក់វិញមួយបានតែ1លានទិញ3លានជាងអញ្ចឹងគឺខាតរៀងក្រែលបងប្អូនអើយប៉ុន្តែថ្មិចទេអានេះវាជាបទពិសោធន៍បាទអ្វីដែលសំខាន់គឺចង់ឲ្យបងប្អូនមើលថ្ងៃរៀបលិចមួយគ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងថត full ហ្មងឲ្យបងប្អូនបានឃើញថ្ងៃរៀបលិចតើនៅស្រុកខ្ញុំថ្ងៃរៀបលិចវាស្អាតអត់អញ្ចឹងណាបងប្អូនហើយនេះស្រុកខ្សែមែនប៉ុន្តែមានផ្ទះហោហែបងប្អូនបាទផ្ទះទៅតាមហ្នឹងគឺហោហែហ្មងអញ្ចឹងគឺអេមកចង់និយាយថាអេមកទេសភាពស្អាតហើយតាមនេះតិចទៀតវាយថាយ៉ាងយូរមួយខែជាងអីទៀតគឺសិតតែស្រូវអស់នេះតាមនេះស្រូវទាំងអស់ហ្នឹងបងប្អូនបាទតាមហ្នឹងគឺសិតតែស្រូវទាំងអស់ហ្នឹងគឺអីពួកអីស្រែគេអញ្ចឹងណាបងប្អូនខ្សែបងខ្ញុំបាទតាមហ្នឹងហើយនោះក៏ខ្សែបងខ្ញុំដែរកន្លែងគោដៅនោះសិតតែដីរបស់បងប្អូនខ្ញុំទាំងអស់ហ្នឹងតាមហ្នឹងមួយខ្សែតាមហ្នឹងគឺរហូតដល់លើនោះហើយនោះក៏ដីបងខ្ញុំនៅនោះអត់មានកូនហងមួយហួសក្នុងបន្តិចសិតដីបងខ្ញុំជួរហ្នឹងគឺសិតតែដីបងប្អូនខ្ញុំទាំងអស់បងប្អូនបាទអញ្ចឹងបងប្អូនបាទថ្ងៃគឺចិត្តរៀបលិចហើយបងប្អូនហើយពាក់ព័ន្ធនឹងកបីគោក៏វាហូបឆ្អែតដែរអញ្ចឹងតិចទៀតហ្នឹងវានឹងវិលត្រឡប់ចូលក្រោយរៀងខ្លួនអញ្ចឹងណាបងប្អូនហើយនោះថ្ងៃស្ថានភាពថ្ងៃបងប្អូនថ្ងៃក៏ចិត្តលិចដែរបងប្អូនបាទថ្ងៃយើងហ្នឹងក៏ចិត្តលិចដែរហើយគោកបីក៏ញ៉ាំស្រស់ស្រូបអាហារបានឆ្អែតឆ្អន់អីដែរយើងតិចទៀតហ្នឹងគឺគាត់នឹងទៅចូលក្រោលនេះបងប្អូនបាទហើយគោបងខ្ញុំគាត់ទៅចូលក្រោលនឹងតែបើគោគេគឺទៅក្រោលរបស់គោគេអញ្ចឹងណាបងប្អូនអញ្ចឹងងាកឡើងខ្ញុំចូលចិត្តអញ្ចឹងបងប្អូនមកបន្តិចទៅដើម្បីថត review ស្ថានភាពជុំវិញតាមស្រុកខ្សែជនបទចែកជូនបងប្អូនទស្សនាលេងអញ្ចឹងណាហើយយើងបានវីដេអូផុសនៅក្នុង page នៅក្នុង YouTube របស់យើងទៅបាទធ្វើម៉េចទេយើងអ្នកផលិតមេតិកាយើងអ្នកធ្វើវីដេអូហើយបើមិនថតទេសភាពទៅយើងបានវីដេអូណាដើម្បីចែកជូនបងប្អូនហើយទេសភាពនេះស្អាតណាស្អាតមែនតើបងប្អូនឃើញទេនេះបាទនឹងស្រែហើយនេះលបងយើងសិតតែមានលបងប៉ាត់ជុំវិញអញ្ចឹងណាតាមខ្សែរបស់គេរៀងខ្លួនហើយនោះផ្លូវយើងហ្នឹង
ហើយផ្លូវហ្នឹងគឺធ្លាយធ្លុងដល់ឆ្ងាយបងប្អូនហើយទៅខាងមុខនោះគឺសិតតែស្រែគេទៀតហើយទេសភាពស្អាតបងប្អូនអើយពេលខ្ញុំមកទេម្ដងម្កាលគឺខ្ញុំតែងតែថតវីដេអូអញ្ចឹងបងប្អូនបាទអានេះគេហៅថា real life បាទបង្ហាញអំពីខ្សែជីវិតអ្នកស្រែអ្នកចការរបស់យើងហើយខ្ញុំពីដើមឡើយក៏ធ្លាប់ជាធ្វើស្រែធ្វើចការអីដូចគ្នាហ្នឹងហើយបច្ចុប្បន្នក៏នៅបន្តិចបន្តួចអីដែរអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងជួបគ្នាបន្តទៀតបាទនៅវីដេអូថ្មីប្លែកក្រោយទៀតអរគុណបាយបាយ